ដឹកនាំរបស់លោកហ៊ុនសែនក្នុងរយៈពេល28ឆ្នាំមកនេះបានទាញទម្លាក់ប្រជាធិបតេយ្យចេញពីគន្លងនីតិរដ្ឋមានផុសតាងមួយចំនួនបង្ហាញថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាបិទផ្លូវក្រវ៉ាត់ក្រុងជាច្រើនហើយបញ្ជាឲ្យមានការចល័តរថក្រោះរថពាសដែកនិងកងកម្លាំងប្រដាប់អាវុធចូលក្នុងទីក្រុងភ្នំពេញនៅថ្ងៃប្រកាសលទ្ធផលឆ្នោតក្រុមអ្នករិះគន់និយាយថាលោកហ៊ុនសែនបានធ្វើរដ្ឋប្រហារជាលើកទី2គឺពេលនេះជារដ្ឋប្រហារសន្លឹកឆ្នោតតែម្ដងលើពីនេះទៅទៀតកងកម្លាំងរបស់លោកហ៊ុនសែនមានកងរាជអាវុធហត្ថប៉ូលីសនិងទាហានប្រដាប់ដោយកាំភ្លើងខែលដំបងបំពង់ទីបបានបាញ់និងវាយទៅលើកម្មករដែលប្រើដុំថ្មជាអាវុធតបតប្រឆាំងទៅនឹងកងកម្លាំងអាជ្ញាធរកាលពីថ្ងៃទី2ទី3ខែមករាបណ្ដាលឲ្យមនុស្ស5នាក់ស្លាប់និងរបួសជិត40នាក់លើផ្លូវវែងស្រេងដោយសារការទាមទារប្រាក់ខែគោល$160កងកម្លាំងរបស់រដ្ឋាភិបាលលោកហ៊ុនសែនក៏បានចាប់ខ្លួនមនុស្សចំនួន23នាក់ពីបទបង្កហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាក្នុងនោះមានអ្នកការពារសិទ្ធិមនុស្សចំនួន3នាក់គឺលោកវុនពៅនិងលោកថេងសាវឿននិងលោកច័ន្ទពុទ្ធិស័កដែលរហូតមកទល់ពេលនេះគ្មានការដោះលែងទៅទៀតមនុស្សសឹងជាងពាក់កណ្ដាលនគរទៅហើយបានទាមទារឲ្យលោកហ៊ុនសែនចុះចេញពីអំណាចក្នុងក្តីសង្ឃឹមថានឹងអាចកែប្រែមុខមាត់កម្ពុជាជាថ្មីទោះបីជាមានការទាមទាររបស់មហាជនភាគច្រើនឲ្យលោកហ៊ុនសែនចុះចេញពីអំណាចដោយសន្តិវិធីក៏ដោយក៏លោកហ៊ុនសែនកាលពីពាក់កណ្ដាលខែមករាបានប្រកាសដាច់អហង្ការថាគ្មានផ្លូវដែលលោកលាឈប់ពីតួនាទីជានាយករដ្ឋមន្ត្រីទេខ្ញុំប្រកាសថាខ្ញុំនឹងបន្តធ្វើកិច្ចការងារនេះដោយការទទួលខុសត្រូវមិនមែនគ្រាន់តែជានាយករដ្ឋមន្ត្រីរបស់សមាជិកសមាជិកានិងអ្នកបោះឆ្នោតឲ្យគណៈបកប្រជាជនទេក៏ប៉ុន្តែគឺជានាយករដ្ឋមន្ត្រីរបស់ប្រជាណាចក្រកម្ពុជាស្អីចុះចេញទៅអើយអីមិនចាំអើយបើយូរស្អីចូលស្រួលមកឡើងតាមរដ្ឋធម្មនុញ្ញចុះតាមរដ្ឋធម្មនុញ្ញអត់និយាយច្រើនធ្វើខុសពីហ្នឹងគឺមិនអ្នកវិភាគឯករាជ្យលោកកែមលីមានប្រសាសន៍ថារដ្ឋបាលរបស់លោកហ៊ុនសែនកំពុងបើកឡានបែកកង់ហើយបោះពួយចូលទៅក្នុងរណ្ដៅដ៏សែនជ្រៅតាមរយៈការទទួលកាតលឿងពីសហគមន៍អឺរ៉ុបពីក្រមប្រទេសអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីការផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកនិងពីការទទួលបានកាតក្រហមពីប្រជាពលរដ្ឋប្រមាណពាក់កណ្ដាលប្រទេសថែមទៀតវាសនារបស់កម្ពុជាក្នុងស្ថានភាពនេះហាក់ធ្លាក់ខ្លួនជាងភូមាទៅទៀតហើយលទ្ធិប្រជាធិបតេយ្យបានធ្លាក់ស្រុតចុះយ៉ាងខ្លាំងក្រោយពីមានការបង្ក្រាបបង្ហូរឈាមជាច្រើនលើកច្រើនសារទៅលើក្រុមអ្នកតវ៉ានិងការបិទសិទ្ធិតវ៉ារបស់ក្រុមបកប្រឆាំងសវនាការចៅសង្កាត់គោករកាចា៎ចៅសង្កាត់គោករកាត្រូវបានចាប់ខ្លួនចាប់តាំងពីឆ្នាំ2014មកម្លេះបាទដោយចោទប្រកាន់ទៅលើគាត់នឹងប៉ុនប៉ងធ្វើឃាតទៅលើគូកនរបស់គាត់ដែលគាត់ចាត់ទុកថាជាគូប្រកួតប្រជែងនៅក្នុងតំណែងចៅសង្កាត់បាទប៉ុន្តែសវនាការម្សិលមិញនេះបានសម្រេចដាក់ទោសទណ្ឌទៅលើចៅសង្កាត់គោករកាដាក់ទោសមួយជីវិតបាទទោសអស់មួយជីវិតហើយនឹងគូកនរបស់បពពួកផ្សេងទៀតបាទមានម្នាក់30ឆ្នាំបាទអញ្ចឹងចំណាត់ការរបស់តុលាការម្សិលមិញដោយផ្អែកទៅលើភស្តុតាងនិងឯកសារគ្រប់គ្រាន់ក៏បានបើកសម្រេចប្រកាសនៅសាលក្រមផ្ដន្ទាទោសទៅលើលោកភីណុបអាយុ46ឆ្នាំអតីតជាចៅសង្កាត់គោករកាខណ្ឌពោធិ៍សែនជ័យបាទខណ្ឌពោធិ៍សែនជ័យដែលជាប់ទោសអស់មួយជីវិតក្នុងចំណោមបពុរបស់គាត់ផ្សេងទៀតចំនួន4នាក់ដែលដាក់ទោសពួកគេក្នុងចន្លោះ30ឆ្នាំក្នុងសំណុំរឿងបោកគ្រាប់បែកប៉ុនប៉ងសម្លាប់មួយគ្រួសារនៅក្នុងភូមិសែនសុខទី2សង្កាត់ក្មួយខណ្ឌសែនសុខដែលបណ្ដាលឲ្យកុមារម្នាក់ឈ្មោះស៊ិនតារាអាយុ11ឆ្នាំបានស្លាប់និង5នាក់ទៀតបានរងរបួសបាទកាលពីខែតុលាឆ្នាំ2014ចៅក្រមបានផ្ដន្ទាទោសលោកណុបភីអតីតចៅសង្កាត់គោករកាបាទនិងឈ្មោះនួនសំរិទ្ធហៅម៉ាត់អាយុ27ឆ្នាំជាដៃដល់ដាក់ពន្ធនាគារម្នាក់អស់មួយជីវិតនិងម្នាក់ខ្លះទៀត30ឆ្នាំហើយទោសទណ្ឌរបស់គេនេះគឺចាត់ទុកថាជាទោសទណ្ឌអំពើសម្លាប់មនុស្សឃាតកម្មកិត្តិទុកជាមុនដោយយោងទៅលើមាត្រា200នៃក្រមព្រហ្មទណ្ឌដែលមាត្រា200នេះបានចែងថាឃាតកម្មកិត្តិទុកជាមុនគឺអំពើសម្លាប់មនុស្សដោយកិត្តិទុកជាមុន
ឬដោយការពួនស្ទាក់ត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារអស់មួយជីវិតបាទអស់មួយជីវិតហើយសូមបញ្ជាក់ថារំលឹកតិចតាតុលាការបានរកឃើញឈ្មោះណុបភីនេះបានស្វែងរកគាត់បានស្វែងរកឃាតករស៊ីឈ្នួលសម្រាប់មនុស្សឈ្មោះពៅប៊ុនធឿនក្នុងតម្លៃ$10000អាមេរិកពេលដែលសម្រាប់ជនរងគ្រោះបានសម្រេចតែឈ្មោះពៅប៊ុនធឿនបានទៅជួបឈ្មោះនួនសម្រិទ្ធបាទជាដៃដល់ក្នុងឲ្យតម្លៃ$5000នៅពេលធ្វើសកម្មភាពឈ្មោះអេងប៉ូលីនជាអ្នកឌុបឃាតករឈ្មោះនួនសម្រិទ្ធយកគ្រាប់បែកទៅបោកសម្រាប់គ្រួសារជនរងគ្រោះតែមិនបណ្ដាលឲ្យសម្រាប់អ្នកដែលគោលដៅសម្រាប់នោះទេតែទៅសម្រាប់ចំកូនរបស់គាត់ឯនោះទៅវិញបាទអញ្ចឹងឥឡូវទោសទណ្ឌរបស់គាត់ត្រូវបានផ្ដន្ទាទោសអស់មួយជីវិតគ្រោះរាំងស្ងួតក្នុងស្រុកកងពិសីនិងស្រុកសំរោងទងខេត្តកំពង់ស្ពឺនៅឆ្នាំនេះត្រូវបានប្រជាពលរដ្ឋជាកសិករនិងអាជ្ញាធរដែនដីអះអាងដូចគ្នាថាមានសភាពអាក្រក់ជាងឆ្នាំណាទាំងអស់ដែលបានបង្កឲ្យដំណាំស្រូវវស្សារាប់រយហិកតារបស់ពួកគាត់រងការខូចខាតស្ទើរទាំងស្រុងខណៈប្រព័ន្ធធារាសាស្ត្រនិងការអន្តរាគមន៍ពីអាជ្ញាធរនៅមានកម្រិតអត់តែហ្មងឆ្នាំនេះបាទប្រហែលខែហើយដែលរាំងស្ងួតតាំងពីដើមឆ្នាំមកពិសាមកអត់រហូតបាទដល់អត់ចឹងអ៊ំមានមធ្យោបាយអីដើម្បីសង្គ្រោះស្រូវរបស់អ៊ំបានអីអត់បាទមានអីសំណុំពរដែរប្រឈមមុខនឹងបញ្ហាអត់សំណុំពរចង់បានទឹកយកទៅស្រោចត្រប់ស្រែទូងដកឲ្យបានប្រជាពលរដ្ឋប្រើប្រាស់វារាំងស្ងួតខ្លាំងណាស់វាចូល3-4ខែនេះមកអត់មានភ្លៀងអីទេក៏លំបានតិចហ្នឹងប៉ុន្តែស្រូវយើងពង្រោះឲ្យអស់ប៉ុន្តែឥឡូវវាងាប់អស់ហើយជាជនយើងក្រហើយអត់មានទេរាំងមួយឆ្នាំនឹងក្រប្រហែលឆ្នាំទេបាទខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាលចង់ឲ្យរដ្ឋាភិបាលជួយជាបន្លាយទឹកនិងម៉ាស៊ីនបូមទឹកជួយដល់ប្រជាពលរដ្ឋនៅក្នុងភូមិកំណប់ឬមួយនៅឃុំម្លៀងគ្រឿលយើងទាំងមូលនេះបាទប្រជាពលរដ្ឋនៅតំបន់នេះប្រហែលថ្ងៃហ្នឹងមានភ្លៀងហើយមានទទួលបានទឹកភ្លៀងទេតំបន់មីងបានភ្លៀងម្សិលមិញភ្លៀងបានបន្តិចហ្នឹងអត់ដក់ស្រែផងគ្រាន់តែបានសើមឥឡូវប្រេះកាហែងអត់មានទឹកអីមកគ្រាប់ទេគ្រាន់តែលឹមម្សិលមិញហ្នឹងអត់ជូកកាហែងហងបាទចាអ្នកមានធ្វើស្រែពឹងតែទឹកភ្លៀងទេពឹងតែទឹកភ្លៀងឆ្ងាយពីទឹកចឹងឆ្ងាយពីហ្នឹងបើនៅហូតណាណីនោះហ្នឹងបើអត់ទឹកភ្លៀងអត់ដើរបែបប៉ុននេះសុំទឹកភ្លៀងទេបន់ធ្វើនំបញ្ចុកផងអីផងឡើងអ្នកតាឡើងអីសັບគ្រប់អស់ហើយក្រៅពីប្រជាពលរដ្ឋក៏មានផងដែរការត្អូញត្អែររបស់មេភូមិនិងមេឃុំដែលជាអាជ្ញាធរដែនដីក្នុងតំបន់នេះបាទចំពោះការរាំងស្ងួតដែលមានរយៈពេលវែងនេះគឺបណ្ដាលឲ្យប្រជាពលរដ្ឋក្នុងភូមិយើងខ្ញុំក៏ដូចជាទូទាំងស្រុកសំរោងទងដែរបាទគឺអត់បានធ្វើផលស្រូវហ្នឹងគឺរយៈពេលតាំងពីចាប់ផ្ដើមចូលខែវស្សាមកគឺមកដល់ខែនេះគឺអត់ទាន់មានអីទាំងអស់ក្នុងនាមខ្ញុំដែលជាបានទទួលសម្លេងឆ្នោតពីប្រជាពលរដ្ឋនេះខ្ញុំមានការកង្វល់ខ្ញុំមានការហៅថាលំបាកនៅផ្នែកខាងដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋហើយអញ្ចឹងខ្ញុំសូមសំណូមពរទៅថ្នាក់ជាតិសូមមេត្តាជួយអន្តរាគមន៍លើបញ្ហាទឹកដែលតាក់ទិននឹងភូមិសាស្ត្ររបស់យើងខ្ញុំនេះដែលអាចបូមបាច់បានវិទ្យាថានៅព្រឹកថ្ងៃប្រហោះនេះក្រុមការងារព័ត៌មានរបស់ PNN បានជិះឧទ្ធម្ភាគចក្រទៅកាន់ស្រុកកងពិសីនិងស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺដើម្បីរាយការណ៍អំពីព័ត៌មានស្ថានភាពគ្រោះរាំងស្ងួតថ្លែងក្នុងបទសម្ភាសន៍ជាមួយ PNN លោកហងសុភិបអភិបាលស្រុកសំរោងទងអះអាងថាភាគច្រើននៃពលរដ្ឋក្នុងស្រុកនេះគឺជាកសិករដែលធ្វើស្រែវស្សាពឹងផ្អែកទៅលើទឹកភ្លៀងសម្រាប់ឆ្នាំនេះគឺខុសពីឆ្នាំ2014ដោយសារគ្រោះរាំងស្ងួតបានគ្របដណ្ដប់លើផ្ទៃរបស់ស្រុកសំរោងទងដែលមាន15ឃុំនិងមាន296ភូមិនៅពេលដែលជួបគ្រោះរាំងស្ងួតអ្វីជាកង្វល់របស់ប្រជាពលរដ្ឋដែលលោកអភិបាលក្តាប់បានបាទហើយចំពោះសេចក្តីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោងទងនាពេលនេះកំពុងតែមមាញឹកកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយនឹងមន្ទីរធនធានទឹកជាមួយនឹងក្រសួងកសិកម្មដើម្បីទទួលយកនៅម៉ាស៊ីនចល័តអន្តរាគមន៍របស់ធនធានទឹកក៏ដូចជាស្រូវពូជនានារបស់មន្ទីរកសិកម្មដែលបានគ្រោងទុកសម្រាប់គ្រោះរាំងស្ងួតនៅស្រុកសំរោងទងគួរក៏សម្គាល់ថាខេត្តកំពង់ស្ពឺទើបតែមានភ្លៀងធ្លាក់កម្រិតមធ្យមក្នុងរយៈពេល2ទៅ3ថ្ងៃនេះទេបើតាមប្រជាកសិករកម្រិតទឹកភ្លៀងដូចសពថ្ងៃនេះក៏មិនគ្រប់គ្រាន់ឡើយប្រសិនបើគ្មានការអន្តរាគមន៍ជីកប្រឡាយឬបូមទឹកសង្គ្រោះពីខាងអាជ្ញាធរខណៈដែលពលរដ្ឋទើបតែងើបផុតពីស្ថានភាពខ្វះទឹកភ្លៀងលោកអភិបាលស្រុកសំរោងទងក៏បានបង្ហាញក្តីកង្វល់ថ្មីមួយទៀតសម្រាប់ប្រជាកសិករផងដែរកង្វល់នោះគឺការហក់ឡើងនៃទឹកស្ទឹងព្រៃថ្នោតដែលអាចលិចលង់ស្រូវវស្សារបស់ប្រជាពលរដ្ឋ
បាទទូរទស្សនិកជនជាទីគោរពនៅពេលនេះឧត្តមភាពចាស់របស់យើងបានហោះចេញពីស្រុកសំរោងទងខេត្តកំពង់ស្ពឺហើយនៅខាងឆ្វេងដៃខ្ញុំនេះក៏មានដីស្រែរបស់ប្រជាពលរដ្ឋដែលមើលទៅមានទឹកដក់បន្ទាប់ពីភ្លៀងបានធ្លាក់ប៉ុន្មានមេចុងក្រោយនេះយើងសង្ឃឹមថាមេឃនឹងបន្តធ្លាក់ភ្លៀងដើម្បីស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋដែលកំពុងតែស្ថិតក្នុងស្ថានភាពដីសនិងបែកក្រហែងនៅពេលនេះខ្ញុំបាទរួមនឹងក្រុមការងារនៃស្ថានីយ៍ទូរទស្សន៍ PNN សូមអរគុណនិងសូមជម្រាបលា